ផ្លូវជុំវិញផ្សាររាត្រីបានคล้ายជាកន្លែងផ្ញើម៉ូតូយឺកលុយបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញផ្សាររាត្រីបាននាំគ្នារអ៊ូរទាំអំពីបញ្ហាកកស្ទះចរាចរណ៍ដោយសារមានការយឺកផ្លូវសាធារណៈដាក់ផ្ញើឡានម៉ូតូយឺកលុយយ៉ាងអនាធិបតេយ្យដោយមិនគិតពីសណ្ដាប់ធ្នាប់ចរាចរណ៍ទាល់តែសោះប្រជាពលរដ្ឋបានលើកឡើងទៀតថារឿងយឺកផ្លូវសាធារណៈដាក់ផ្ញើឡានម៉ូតូនេះគឺកើតឡើងយូរណាស់មកហើយពេលខ្លះគ្រាន់តែឈប់កន្លែងហ្នឹងក៏មិនបានដែរគឺនឹងត្រូវគេដេញទៅឆ្ងាយឥឡូវហើយចំពោះការផ្ញើម៉ូតូវិញក៏មានតម្លៃថ្លៃទៀតដោយយឺក 2000 រៀលក្នុងមួយគ្រឿងហើយគេមិនដឹងថាការយឺកផ្លូវសាធារណៈមកដាក់ផ្ញើឡានម៉ូតូនៅជុំវិញផ្សាររាត្រីនេះទទួលបានការអនុញ្ញាតពីអាជ្ញាធរឬយ៉ាងណានោះទេគួររំលឹកថាថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024និងលើកទិសដៅការងារឆ្នាំ2025របស់រដ្ឋបាលរាជធានីភ្នំពេញឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសណ្ដាប់ធ្នាប់តាមបណ្ដាខណ្ឌទាំង14ដោយឯកឧត្តមបានមានប្រសាសន៍ថាបញ្ហាចិញ្ចើមផ្លូវបើមិនរៀបចំទេទៅថ្ងៃមុខរឹកតែផ្លូវដើរក៏មិនកើតដែរមានតែដើរលើថ្នល់ហើយដើរលើថ្នល់ជួនកាលអាចបង្កគ្រោះថ្នាក់ទៅទៀតគឺការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាខណ្ឌទាំង14រឿងនេះសំខាន់ណាស់ប្រទេសមួយដែលមានសណ្ដាប់ធ្នាប់គឺគេឲ្យតម្លៃមុនគេរួចទៅហើយចឹងហើយយើងឃើញថាដោយសារតែជីវភាពដោយសារតែកាពះចិញ្ចើមថ្នល់ឬមួយផ្លូវមួយចំនួនត្រូវបានរំលោភផ្លូវមួយចំនួនត្រូវបានសម្អាតឬមួយទទួលការខុសត្រូវក្នុងការរៀបចំអនាម័យឬមួយការរៀបចំសណ្ដាប់ធ្នាប់ល្អពេលដែលថ្នាក់ដឹកនាំគាត់ជិះឆ្លងកាត់ឬមួយគាត់ទៅមានព្រឹត្តិការណ៍ណាមួយដែលគាត់ជិះឆ្លងកាត់ផ្លូវនោះអញ្ចឹងខ្ញុំសូមឲ្យយើងអង្គុយមើលទាំងអស់គ្នាតាមបណ្ដាខណ្ឌនីមួយៗហើយលើកគម្រោងនេះជារួមហើយសូមឲ្យមានការពិភាក្សាជាមួយអាដាមអាបារងខេត្តទទួលបន្ទុកទៅលើបញ្ហានេះដើម្បីយើងចូលរួមដាក់ថ្នាំឲ្យត្រូវទាំងអស់គ្នាព្រោះយន្តការនេះបើយើងអត់ធ្វើទេ2030ទៅមុខទៀតធ្វើឡើងចេញជាពិសេសនៅភ្នំពេញរត់តែកន្លែងផ្លូវដើរក៏ដើរលើដើរកើតតែមានដើរលើថ្នល់ហើយយើងដើរលើថ្នល់យើងដឹងហើយបាទពេលកន្លែងខ្លះភ្លឺមិនអីប៉ុន្តែពេលកន្លែងខ្លះល្ងឹតអាចបង្កគ្រោះថ្នាក់ចរាចរណ៍ទៅទៀតអញ្ចឹងកិច្ចការនេះខ្ញុំសូមគ្រប់គ្រងហើយក៏សូមទទូចបាទឲ្យមានការសហការជាមួយអគ្គស្នងការនគរបាលជាតិយកឋានសណ្ដាប់ធ្នាប់ចរាចរណ៍បូកទាំងរាជធានីភ្នំពេញអាដាមអភិបាលក៏ដូចជាខណ្ឌទាំង14អ្នកពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមធ្វើកិច្ចការនេះព្រោះឥឡូវបើយើងអត់ធ្វើទេយើងអត់ធ្វើតែមិនថាដល់ថ្នាក់ប្រើប្រាស់ធ្វើសង្គ្រាមទេប៉ុន្តែយើងក៏មិនអាចទុកភាពអនាធិបតេយ្យនេះទៅដល់កូនចៅយើងទៅអនាគតដែរហើយយើងនឹងអាចបាត់មួយនៅថ្ងៃក្រោយគេដឹងថាកន្លែងហ្នឹងមិនអាចមកបានទៀតទេទី1ស្មោកគ្រោកអនាម័យមិនល្អហើយនៅយូរទៅកន្លែងខ្លះផ្លូវជិះឡើងកើតទៅទៀតអាហ្នឹងយើងដឹងទាំងអស់គ្នាយោងតាមមាត្រា64នៃច្បាប់ស្តីពីផ្លូវថ្នល់ចុះថ្ងៃទី8ខែឧសភាឆ្នាំ2014បានចែងថាជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងទួលផ្លូវទ្រូងផ្លូវជាយផ្លូវកែមផ្លូវនិងដីនៅសល់នៃចំណីផ្លូវដោយគ្មានការអនុញ្ញាតពីសមាជិកគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរការជាប្រាក់ចំនួន500,000 រៀលទោះជាយ៉ាងណាពាក់ព័ន្ធនឹងករណីខាងលើយើងនៅមិនទាន់ដឹងច្បាស់ថាការយកផ្លូវសាធារណៈដាក់ផ្ញើម៉ូតូយកលុយជារបស់ឯកជនឬក៏របស់អាជ្ញាធររៀបចំឲ្យប្រជាពលរដ្ឋដាក់ផ្ញើម៉ូតូនោះទេប៉ុន្តែអ្វីដែលសំខាន់ការយកថ្លៃសេវាដែលប្រជាពលរដ្ឋលើកឡើងថា2000 រៀលក្នុងមួយគ្រឿងនោះវាលើសពីសិភៅបន្ទុកឆ្ងាយណាស់សង្ឃឹមថារដ្ឋបាលខណ្ឌដូនពេញនឹងពិនិត្យទៅលើករណីនេះហើយអង្គភាពសារព័ត៌មានយើងនឹងរងចាំការបកស្រាយបំភ្លឺពីអាជ្ញាធរនិងភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការកាលអពីផ្ទះល្វែងថេនងាត់ក្នុងតែខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹង free ជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61